ជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាដែលបានអញ្ជើញមកដល់ Channel រៀនភាសាចិនដោយមិនអស់លុយបាទដូចកាលពីមេរៀនមុនយើងបានរៀនរួចហើយបងប្អូនអំពីស្រៈផ្សំបាទស្រៈផ្សំនៃភាសាចិនហើយខ្ញុំក៏បានបង្ហាញរួចផងដែរអំពីបញ្ជនជាអ្នកពិសេសនិងស្រៈពិសេសបាទដែលមាន e u ហើយនិង u បាទហើយនឹងការប្រើប្រាស់នៅបញ្ជនជាអ្នកពិសេសនេះផងដែរបាទហើយខ្ញុំក៏បានបង្ហាញរួចរាល់ផងដែរពីមេរៀនមុនអំពីស្រៈផ្សំទាំងអស់នោះបាទថាតើស្រៈផ្សំហ្នឹងគឺបានមកពីណាបាទដូចបងប្អូនធ្លាប់បានដឹងដែរហើយកាលពីមេរៀនមុនបាទស្រៈផ្សំទាំងអស់នោះគឺបានមកពីការបូកចូលគ្នាពីស្រៈផ្សេងជាមួយនឹងស្រៈ e ស្រៈ u ហើយនិងស្រៈ u សំឡេងធំបងប្អូនបាទអញ្ចឹងមេរៀននេះខ្ញុំមិននិយាយអំពីមេរៀនមុនច្រើនទេគឺមេរៀននេះខ្ញុំនឹងមកបង្ហាញដល់បងប្អូនអំពីស្រៈផ្សំនីមួយបាទគឺនិយាយលម្អិតពីស្រៈផ្សំនីមួយថាតើស្រៈផ្សំហ្នឹងវាបានមកពីណាហេតុអីបានគេអានថាវាជាស្រៈផ្សំបាទឧទាហរណ៍ដូចជា air បាទឬក៏ ya តើវាមកពីណាបានគេអានថា air ហើយបានគេអានថា ya អញ្ចឹងជាដល់ណាបងប្អូនបាទតោះអញ្ចឹងថ្ងៃនេះយើងមករៀនលម្អិតអំពីស្រៈផ្សំនីមួយបងប្អូនខ្ញុំនឹងបង្ហាញលម្អិតថាតើស្រៈផ្សំទាំងអស់ហ្នឹងវាចេញមកពីណាបាទអញ្ចឹងសូមបញ្ជាក់ឡើងវិញស្រៈផ្សំទាំងអស់ហ្នឹងដែលហៅថាស្រៈផ្សំមានន័យថាស្រៈទាំងអស់ហ្នឹងស្រៈនីមួយហ្នឹងវាផ្សំបូកចូលគ្នាជាមួយនឹងស្រៈ e ស្រៈ u ហើយនិងស្រៈ u សំឡេងធំណាបងប្អូនបាទទៅគេហៅថាស្រៈផ្សំបាទអញ្ចឹងថ្ងៃនេះមេរៀននេះខ្ញុំនឹងបង្ហាញអំពីស្រៈផ្សំដែលលើកពីស្រៈ e មកណាយកលើកពីស្រៈ e មុនគេស្រៈ e ផ្សំជាមួយនឹងស្រៈ a ចេញទៅជាស្រៈ a អញ្ចឹងណាបងប្អូនហើយនឹងស្រៈ e ផ្សំជាមួយនឹងស្រៈផ្សេងទៀតវាចេញទៅជាស្រៈ a ស្រៈអ្វីអញ្ចឹងទៅបងប្អូនបាទអញ្ចឹងតោះអញ្ចឹងបងប្អូនមករៀនអានរៀនសរសេរជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងស្រៈផ្សំចិនហៅថាហ្វូអ៊ុនម៉ូស្រៈផ្សំបងប្អូនបាទអញ្ចឹងចំពោះស្រៈមុនគេគឺស្រៈ air តើស្រៈ air ហ្នឹងបានមកពីណាអញ្ចឹងខ្ញុំលើកគឺយកស្រៈ e មុនគេមកផ្សំណាបងប្អូនបាទតោះអញ្ចឹងយើងអានទាំងអស់គ្នាស្រៈ e ពេលដែលបូកជាមួយនឹងស្រៈ a ពេលដែលបូកជាមួយនឹងស្រៈ a គេអានថាស្រៈ air បាទអញ្ចឹងមានន័យថា air អាហ្នឹងពេលដែល e ជាស្រៈបងប្អូនអានថា air តែនៅពេលដែលគេសរសេរe នាំមុខគឺគេត្រូវដូរស្រៈ e ចេញគេដាក់បញ្ជនជាអ្នក e គេដាក់ y ណាគេលុប i ចេញគេដាក់ y តែគេអានថា ya ណា ya ហ្នឹងពេលដែលយើងសរសេរជា e ជាបញ្ជនជាអ្នក ya តែដល់ពេលយើងសរសេរ e ជាស្រៈគឺ ទៅជាស្រៈ air ណាបងប្អូន air អញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចខាងក្រោមបាទខាងក្រោមនេះដូចជាសត្វទេចិនគេអានថាយ៉ាជឹបាទយ៉ាជឹអញ្ចឹងយ៉ាជឹហ្នឹងមកពីណាមកពី e បូកនឹង a បងប្អូន យ៉ាណាអាហ្នឹងពេលដែល e ជាបញ្ជនជាអ្នកពេលដែល e នាំមុខគឺត្រូវប្រើ e ជាបញ្ជនជាអ្នកបាទបងប្អូនត្រូវចាំបាទណាបាទអញ្ចឹងយ៉ាជឹឃើញទេគេអានយ៉ាបាទហើយមកពីណាមកពី e បូកនឹង a តែ e នាំមុខគឺត្រូវសរសេរបញ្ជនជាអ្នក e សរសេរ y ណាបងប្អូនបាទអញ្ចឹង យ៉ាជឹដល់ពេលដែល e ជាបញ្ជនជាអ្នកគេអានថា air ដល់នៅពេលដែល e ជាស្រៈគេអានថា air ស្រៈ air បាទឧទាហរណ៍ air ណា air អញ្ចឹងលើកឧទាហរណ៍មកដូចជាផ្ទះចិនគេអានថាជាណាបងប្អូនជាគឺមកពី e បូកនឹង a ទៅជាស្រៈ air ស្រៈ a អញ្ចឹងគឺមានអក្សរ
chi nom mục chẳng chi y á chè cái an chè cái nhéបងប្អូនអាហ្នឹងទៅជាស្រៈអេដោយសារជួញជាអ្នកផ្សេងនាំមុខអញ្ចឹង e គឺគេប្រើជាស្រៈប្រើស្រៈ e គឺអាយណាអញ្ចឹងអានថាជា g e a ជាណាបងប្អូនបាទអញ្ចឹងចំណុចហ្នឹងគឺចំណុចទី1 e បូកនឹង a បងប្អូនបាទដូច្នេះបងប្អូនត្រូវចាំណា e a យ៉ានៅពេលដែល e ជាព្យញ្ជនៈ e នាំមុខគេសរសេរ e a យ៉ាសរសេរព្យញ្ជនៈ e តែដល់ spell e ជាស្រៈគឺ e a air ទៅជាស្រៈ air សម្រាប់ផ្សំអានជាមួយនឹងព្យញ្ជនៈផ្សេងណាបងប្អូនបាទអញ្ចឹងបើ e នាំមុខ e នាំមុខគេគឺគេដូរព្យញ្ជនៈដូរស្រៈ e ចេញដាក់ព្យញ្ជនៈ e មានន័យថាលុប i ចេញដាក់ y នាំមុខណាបងប្អូនអានថាយ៉ាបាទឧទាហរណ៍យ៉ាជាសត្វទាដល់ពេលស្រៈ e e a air គឺស្រៈ air គឺ e ជាស្រៈសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងឧទាហរណ៍ដូចជាជាគឺផ្ទះគេអាន g e a ជាឃើញទេបាទតោះបន្តមកក្រោមទៀតគឺ e a បាទ e a ណាបងប្អូន e a ដូចគ្នា e a យេនៅពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខណាបងប្អូនតែបងប្អូនមើលស្រៈ a គឺមានអក្សរ e ហើយនឹងមានសញ្ញាគេហៅថាមួកនៅពីលើបងប្អូននៅពីលើដូចបតក់មួយអញ្ចឹងណាហ្នឹងពេលដែលយើងរៀនតែដល់ពេលយើងសរសេរមែនតើគឺអត់មានសញ្ញាបតក់មួកលើហ្នឹងទេគឺយើងលុបចេញគឺយើងសរសេរតែe ជាមួយនឹងe ទេe ឬក៏អង្គបារាំងហៅណាបងប្អូនបាទគឺយើងសរសេរតែ y ហើយនឹង e ទេយើងអត់មានដាក់មួកវាពីលើទេបងប្អូនបាទអញ្ចឹងដូចគ្នា ea យេណាបងប្អូន ea យេពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខណា e នាំមុខគឺប្រើព្យញ្ជនៈ e តែនៅពេលដែល e ជាស្រៈគឺ ea ទៅជាស្រៈ e បងប្អូន ea e ណាហើយដូចគ្នាa ហ្នឹងគឺមានបតក់ពីលើឬក៏ហៅថាមានមួកពីលើប៉ុន្តែដល់ពេលសរសេរមែនតែនទៅគឺគេលុបមួកចេញណាបងប្អូនគេសរសេរតែ i ហើយនឹង e ទេណាបងប្អូនបាទអាហ្នឹងគេហៅថា ea ដូចគ្នាណាពេលសរសេរមែនតែនគឺអត់មានបតក់ក្បាលមួកពីលើទេណាបងប្អូនបាទអញ្ចឹងបងប្អូនត្រូវចាំea យេនៅពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខគឺគេប្រើព្យញ្ជនៈតែដល់ពេល ea ទៅជាស្រៈ e គឺនៅពេលដែល e ជាស្រៈណាបងប្អូនសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងបាទខ្ញុំលើកឧទាហរណ៍ដូចជាពាក្យមួយគឺចិនអានថាយេបាទនៅមានសំឡេងច្រើនទៀតបងប្អូនតែខ្ញុំអត់តន់បង្ហាញសំឡេងទេនេះខ្ញុំបង្ហាញតែការរៀនប្រកបហើយដឹងថាស្រៈហ្នឹងគឺវាមកពីណាបងប្អូនខ្ញុំបកស្រាយលម្អិតមួយណាអញ្ចឹង ea យេសានសឹងយេបាទយេប្រែថាកហើយចុចទៅចុងប្រយោគបញ្ចប់ដោយពាក្យដែរបងប្អូនណាឧទាហរណ៍ថាអីវ៉យេឈឺខ្ញុំក៏ទៅដែរឃើញទេវ៉យេឈឺខ្ញុំក៏ញ៉ាំដែរអញ្ចឹងអាពាក្យកហ្នឹងហើយចុចទៅខ្លឹមសារផ្សេងទៅហើយចុងប្រយោគបញ្ចប់ដោយពាក្យដែរណាបងប្អូនបាទដល់ea នៅពេលដែល e ជាស្រៈគឺចេញទៅជាស្រៈ e ណាបងប្អូនឧទាហរណ៍ខាងក្រោមនេះដូចជាស្បែកជើងចិនគេអានថាសៀជឃើញទេមកពីអី ea ទៅជាស្រៈ e ដោយសារ e ហ្នឹងជាស្រៈហើយសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងទៀតចឹងណាបងប្អូនអញ្ចឹងគេអាន cea សៀសឹងសៀមានន័យថា cea សៀសំឡេងទី2អានថាសៀជបាទអញ្ចឹងប្រែថាស្បែកជើងបាទអញ្ចឹងសរុបមកគឺ ea ពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខគេសរសេរព្យញ្ជនៈ e ចូលគេអានថា ea យ៉ាតែដល់ពេល e ជាស្រៈគឺ ea ទៅជាស្រៈ air សម្រាប់ប្រើជាមួយព្យញ្ជនៈផ្សេងបងប្អូនហើយ ea យេនៅពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខ
មានន័យថាអត់មានព្យញ្ជនៈផ្សេងនាំមុខទេគឺe នាំមុខអញ្ចឹងគេលុបស្រៈ e ចេញគេដាក់ព្យញ្ជនៈ e គេអាន e a យេតែនៅពេលដែល e ជាស្រៈគឺគេអាន e a ទៅជាស្រៈ e ណាបងប្អូន e a e e ហ្នឹងសម្រាប់អីសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងឧទាហរណ៍ដូចជាសៀជឃើញទេបងប្អូននៅខ្ញុំលើកឧទាហរណ៍មួយទេសៀជបាទប្រែថាស្បែកជើងបាទបន្តមកទៀតយើងចូលដល់e បូកនឹងអាវបងប្អូនe បូកនឹងស្រៈអាវអញ្ចឹងដូចគ្នា e អាវយ៉ាវឬក៏ e អាវយ៉ាវនៅពេលដែល e នាំមុខគេលុបស្រៈ e ចេញគេលុប i ចេញគេដាក់ y ចូលព្រោះព្យញ្ជនៈត្រូវនាំមុខបងប្អូនអញ្ចឹងពេលដែលគេសរសេរព្យញ្ជនៈ e ចូលគេអានថា e អាវយ៉ាវឬក៏ e អាវយ៉ាវទៅតាមសំឡេងឬក៏អក្សរខ្លះអានយ៉ាវអក្សរខ្លះអានយ៉ាវណាបងប្អូនបាទខ្ញុំលើកឧទាហរណ៍ដូចជាអក្សរខាងក្រោមនេះគឺគេអានថាយ៉ោយ៉ោឃើញទេ e អាវយ៉ាវសឹសឹងយ៉ោយ៉ោបាទប្រែថាចង់បានឬក៏ត្រូវការឬក៏ចង់អីជាដើមបងប្អូនណាបាទអាហ្នឹងយ៉ោតែ e បូកនឹងអាវដដែលពេលដែល e ជាស្រៈគេអានថា e អាវអែវវាចេញទៅជាស្រៈអែវណាបងប្អូនស្រៈអែវហ្នឹងគឺយើងសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងមានព្យញ្ជនៈគេនាំមុខអញ្ចឹងបងប្អូនបាទឧទាហរណ៍ដូចជាអក្សរប្រែថាសើចនេះគឺអក្សរចិនអានថាសៀវបាទសៀវប្រែថាសើចបាទមកពីគេប្រកប c e អាវ c បូកនឹង e បូកនឹងអាវបាទ c e អាវសៀវសឹសឹងសៀវមានន័យថា c e អាវសៀវសំឡេងទី4អានថាសៀវបាទប្រែថាសើចណាបងប្អូនបាទអញ្ចឹងមកទៀត e o យោដូចគ្នា e o យោ e o យោគឺនៅពេលដែល e ជាព្យញ្ជនៈឬក៏ e នាំមុខគេគឺ e គេប្រើព្យញ្ជនៈ e គឺអក្សរ y ដូចគ្នាបងប្អូនអញ្ចឹងគេអានថាយោណា e o យោបងប្អូនត្រូវចាំ e o យោបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ខាងក្រោមនេះដូចជាប្រែថាមាននេះគឺអក្សរចិនអានថាយោអញ្ចឹង e o យោបងប្អូនត្រូវចាំ e o យោណា e o យោសានសឹងយោមានន័យថា e បូកនឹង o យោអានថាយោសំឡេងទី3អានថាយោប្រែថាមានណាបងប្អូនបាទបន្តមកទៀត e o ដូចគ្នាគឺអាន e o ដូចគ្នានៅពេលដែល e ជាស្រៈគឺគេអានថាទៅជាស្រៈអ៊ីវវិញបងប្អូន e o អ៊ីវណាបងប្អូន e o អ៊ីវហើយ e o អ៊ីវនេះពេលដែលវាទៅជាស្រៈគឺសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងគឺទៅជាស្រៈអ៊ីវបងប្អូនហើយស្រៈអ៊ីវនេះគឺបងប្អូនឃើញហើយពេលដែលសរសេរមែនតើគឺគេលុបអក្សរ o ចេញគេសរសេរតែអក្សរ i និងអក្សរ u ទេបងប្អូនអក្សរ i និងអក្សរ u ទេអាហ្នឹងគឺស្រៈអ៊ីវណាបងប្អូនស្រៈអ៊ីវអាហ្នឹងគឺមកពីផ្សំពី e បូកនឹង o បងប្អូន e បូកនឹង o ចេញទៅជាស្រៈអ៊ីវណាបងប្អូនបាទតែយើងសរសេរមែនតើទៅគឺយើងលុបអក្សរo ចេញយើងសរសេរតែអក្សរ i និងអក្សរ u ទេណាបងប្អូនអញ្ចឹងបងប្អូនត្រូវចាំបាទe o អ៊ីវនៅពេលដែល e ជាស្រៈបាទឧទាហរណ៍លេខ6នេះខាងក្រោមលេខ6ចិនអានថាលាវបាទមកពីអីលើបូកនឹង e បូកនឹង o អញ្ចឹងគេអានលើ e o លាវសឹសឹងលាវមានន័យថាលើបូកនឹង e បូកនឹង o ទៅជាលាវសំឡេងទី4អានថាលាវចង់មានអីចឹងបងប្អូនបាទអញ្ចឹងប្រែថា6បាទអញ្ចឹងបងប្អូនត្រូវចាំស្រៈទាំងអស់ហ្នឹងគឺវាចេញមកពី e បូកនឹងស្រៈផ្សេងណាបងប្អូនបាទយើងបន្តមកទៀតយើងចូលដល់ e បូកនឹងអានបងប្អូនបាទដូចគ្នា e អានថាយាន e អានយាននៅពេលដែល e នាំមុខឬក៏ e ជាព្យញ្ជនៈណាមានន័យថាអត់មានព្យញ្ជនៈគេនាំមុខទេគឺគេប្រើព្យញ្ជនៈ e នាំមុខអញ្ចឹងគេអានថាយានណា e អានយានបាទតែនៅពេលដែល e ជាស្រៈមានន័យថា e អានទៅជាស្រៈអៀនវិញបងប្អូន e អានទៅជាស្រៈអៀនបងប្អូនចាំណា
e an ទៅជាស្រៈ n ហ្នឹងគឺសម្រាប់ប្រើជាមួយព្យញ្ជនៈផ្សេងមានន័យថាយកព្យញ្ជនៈគេផ្សេងមកនាំមុខអញ្ចឹងe ហ្នឹងគេលុប y ចេញគេដាក់ i ហើយសម្រាប់ប្រើជាមួយព្យញ្ជនៈផ្សេងអញ្ចឹងវាទៅជាស្រៈ n បងប្អូនបាទឥឡូវខ្ញុំលើកឧទាហរណ៍ខាងក្រោមនេះឧទាហរណ៍ដូចជាខ្មែរយើងប្រែថាពោបាទពោអញ្ចឹងចិនគេអានថាយានសឃើញទេអញ្ចឹងមកពីអី e អានយានសំឡេងទី2អានថាយានបាទ e អានយានសឹងយានអញ្ចឹងយានសបាទសសំឡេងទី4សឹងសបាទយានសបាទយានសប្រែថាពោអាហ្នឹង e អានយានណាបងប្អូនបាទបន្តមកទៀតគឺ e អានទៅជាស្រៈ n នៅពេលដែល e ជាស្រៈសម្រាប់ប្រើជាមួយជញ្ជនៈផ្សេងបងប្អូនឧទាហរណ៍ខ្ញុំលើកឧទាហរណ៍មួយដូចជាអក្សរសៀនបាទសៀននេះប្រែថាមុនឬក៏ដំបូងមានថាមុនគេណាបងប្អូនមុនឬក៏ដំបូងអីចឹងណាបាទឧទាហរណ៍អីខ្ញុំទៅមុនហើយខ្ញុំញ៉ាំបាយមុនអីអញ្ចឹងទៅជាដើមបងប្អូនគេប្រើពាក្យសៀនហ្នឹងណាបងប្អូនបាទឥឡូវសៀនហ្នឹងគឺមកពីពាក្យវា ce អានគឺអានថាសៀនមកពីអី e បូកនឹងអានចេញទៅជាស្រៈ n នៅពេលដែល e ជាស្រៈបងប្អូនបាទអញ្ចឹង e អាន n ណាបងប្អូននៅពេលដែល e ជាស្រៈសម្រាប់ស្រៈ n ហ្នឹងគឺសម្រាប់បូកប្រើជាមួយនឹងព្យញ្ជនៈផ្សេងបាទបន្តមកទៀតគឺ en ចេញទៅជា in ណាបងប្អូន in បាទអញ្ចឹងin បាទ in បងប្អូនចាំប៉ុន្តែe បូកនឹង n នេះចេញទៅជា in ប៉ុន្តែ in គេអត់មានសរសេរy ហើយនឹង e ហើយនឹង n ទេណាបងប្អូនគេសរសេរy i ហើយនឹង n អាហ្នឹងគេអានថា in ណាបងប្អូនអាហ្នឹង in ហ្នឹងគឺវាចេញមកពី e បូកនឹង n អានេះខ្ញុំគ្រាន់តែដាក់ឲ្យបងប្អូនដឹងបាទដាក់គ្រាន់ឲ្យបងប្អូនដឹងថា in ហ្នឹងមកពីណាបាទអញ្ចឹង in ហ្នឹងវាចេញមកពី e បូកនឹង n en ចេញទៅជា in តែគេសរសេរគេអត់មានសរសេរe អត់សរសេរ y en ទេគេសរសេរ y i n អាហ្នឹងគេអានថា in នៅពេលដែល e ជាព្យញ្ជនៈបងប្អូនគឺនៅពេលដែល e ជាព្យញ្ជនៈគឺ e នាំមុខពេលដែល e នាំមុខអត់មានព្យញ្ជនៈគេនាំមុខទេគឺគេថែម y ចូលបងប្អូនហើយគេសរសេរ y i n អាហ្នឹងគេអាន in បាទ in ណាហើយដល់ពេល en in ដែរចេញទៅជាស្រៈ in គឺ i ហើយនឹង n អាហ្នឹងស្រៈ in គឺវាប្រភពវាចេញមកពី e បូកនឹង n ដូចគ្នាបងប្អូន en ហ្នឹងគឺចេញទៅជាស្រៈ in សម្រាប់ប្រើជាមួយព្យញ្ជនៈផ្សេងណាបងប្អូនបាទអញ្ចឹងខ្ញុំលើកឧទាហរណ៍ដូចខាងក្រោមនេះគឺចិនគេអានថា in way ឃើញទេ in way ហ្នឹងប្រែថាពីព្រោះឬមួយក៏ដោយសារតែអញ្ចឹងទៅព្រោះតែអញ្ចឹងទៅណាបងប្អូន in way បាទគឺមកពីអី e បូកនឹង n en in ប៉ុន្តែ e នាំមុខគេថែម y ចូលណា in way បាទខាងមុខនេះគឺព្រៃឈើចិនអានថា lin បាទ lin ហ្នឹងគឺប្រែថាព្រៃឈើមកពី l បូកនឹង e បូកនឹង n ចេញទៅជា lin បាទមកពី en in នៅពេលដែល e ជាស្រៈគឺស្រៈ in គឺសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងអញ្ចឹងឥឡូវនេះយើងប្រើជាមួយព្យញ្ជនៈl គឺអក្សរ l បាទ l អញ្ចឹងយើងសេមកគឺ l en lin គេអានណា l en lin បាទសឹង lin អញ្ចឹង lin ហ្នឹងប្រែថាព្រៃឈើណាបងប្អូនបាទអញ្ចឹងសរុបមកបងប្អូនត្រូវចាំ e អានយានពេល e ជាព្យញ្ជនៈឬ e នាំមុខ e អាន n ពេលដែល e ជាស្រៈ n គឺគេសេ i an សម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងអញ្ចឹងណាបងប្អូនបាទដល់ពេល en in ដូចគ្នា en in ពេលដែល e នាំមុខអត់មានព្យញ្ជនៈគេនាំមុខទេគឺគេត្រូវថែម y ចូលណាសរសេរព្យញ្ជនៈ y ចូលព្យញ្ជនៈ e ចូលគឺ y ហ្នឹងឲ្យអានថា in ដដែលណាបងប្អូនបាទឧទាហរណ៍ in អ៊ុយហ្នឹងពីព្រោះដោយសារតែព្រោះតែអញ្ចឹងទៅបាទ
e បូកនឹង n ចេញទៅជាស្រៈ in នៅពេលដែល e ជាស្រៈគឺសម្រាប់ប្រើជាមួយព្យញ្ជនៈផ្សេងឧទាហរណ៍ដូចជា lin បាញ់មិញណាបងប្អូនlin នេះគឺ l e n lin សឹង lin មានន័យថា l e n lin សំឡេងទី2អានថា lin អញ្ចឹងណាបងប្អូនបាទតោះបន្តមកទៀតយើងចូលដល់ e បូកនឹងស្រៈអាង e អាងយ៉ាងបងប្អូន e អាងយ៉ាងនៅពេលដែល e នាំមុខគឺគេសរសេរស្រៈសរសេរព្យញ្ជនៈ e ចូលគឺសរសេរ y ណាអានថាយ៉ាងបាទ e អាងយ៉ាងតែនៅពេលដែល e ជាស្រៈគឺគេអានថា e អាងទៅជាស្រៈអាងស្រៈអាងហ្នឹងគឺសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងណាបងប្អូនបាទខ្ញុំលើកឧទាហរណ៍ខាងក្រោមនេះឧទាហរណ៍ថាពន្លឺព្រះអាទិត្យចិនគេអានថាយ៉ាងគួងឃើញទេមកពីពេលអី e បូកនឹងអាង e អាងយ៉ាងនៅពេលដែល e នាំមុខហ្នឹងគឺគេអានថាយ៉ាងវាអត់មានព្យញ្ជនៈផ្សេងនាំមុខទេអញ្ចឹងគេអានថាយ៉ាងណាសំឡេងទី2អានថាយ៉ាងអញ្ចឹងអានថាយ៉ាងគួងបាទយ៉ាងគួងពន្លឺព្រះអាទិត្យបាទដល់ពេលស្រៈអាង e បូកនឹងអាងទៅជាស្រៈអាងសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងឥឡូវខ្ញុំឧទាហរណ៍ដូចជាទឹកអប់ចិនគេអានថាសៀងស្រួយបាទមកពីអី c សៀងនិងក្រអូបអញ្ចឹងមកពី c បូកនឹង e បូកនឹងអាង c e អាងសៀងបាទ e សឹងសៀងអញ្ចឹងសៀងនឹងសំឡេងមានសំឡេងទី1សៀងនឹងក្រអូបអញ្ចឹងគេអានថា c បូកនឹង e បូកនឹងអាង c e អាងសៀងសំឡេងទី1អានថាសៀងក្រអូបអញ្ចឹងបងប្អូនបាទអញ្ចឹងសៀងស្រួយទឹកអប់បាទបន្តមកទៀតគឺ e បូកនឹងអឹង e អឹងទៅជាអ៊ីងបងប្អូន e អឹងទៅជាអ៊ីងហើយអ៊ីងនេះដូចគ្នាពេលដែល e នាំមុខឬក៏ e នាំមុខគេអត់មានព្យញ្ជនៈផ្សេងនាំមុខទេគឺគេត្រូវថែមអក្សរy ចូលគឺព្យញ្ជនៈ e អញ្ចឹងគេអានថាអ៊ីងដដែលបងប្អូន e អឹងអ៊ីងបាទe អឹងអ៊ីងនៅពេលដែល e នាំមុខគឺអត់មានព្យញ្ជនៈផ្សេងនាំមុខទេគឺ e គេសរសេរ y ចូលហើយគេអានអ៊ីងដដែលគេសរសេរព្យញ្ជនៈ e ចូលណាបងប្អូនអាហ្នឹងអានអ៊ីងបាទឯ e បូកនឹងអឹងដដែលហ្នឹងគឺចេញទៅជាស្រៈអ៊ីងហ្នឹងគឺគេសរសេរ i n g អញ្ចឹងអាហ្នឹងស្រៈអ៊ីងហ្នឹងប្រភពវាចេញមកពី e បូកនឹងអឹងបងប្អូនណា e បូកនឹងអឹងចេញទៅជាអ៊ីងហើយស្រៈអ៊ីងហ្នឹងគឺ ing ហ្នឹងសម្រាប់ប្រើជាមួយនឹងព្យញ្ជនៈផ្សេងបងប្អូនបាទឥឡូវខ្ញុំឧទាហរណ៍អង់គ្លេសចិនគេថា ingwen ឃើញទេមកពី e បូកនឹងអឹង e អឹង ing ណា e អឹង ing សំឡេងទី1អានថា ing ណា ingwen បាទចាំមកបងប្អូនដល់ពេល e អឹង ing ទៅជាស្រៈ ing គឺ e គេសរសេរ ing ស្រៈ ing ណាបងប្អូនបាទគឺឧទាហរណ៍ដូចជាឈ្មោះចិនថាមីងជឺអញ្ចឹងមីងជឺហ្នឹងប្រែថាឈ្មោះបងប្អូនបាទអញ្ចឹងមីងហ្នឹងក៏ឈ្មោះដែរមីងហ្នឹងប្រែថាឈ្មោះហើយឯជឺហ្នឹងប្រែថាជាអក្សរប៉ុន្តែដល់ពេលមីងជឺពីពាក្យហ្នឹងប្រែថាឈ្មោះអញ្ចឹងមីងហ្នឹងមកពីអីe បូកនឹងអឹងទៅជា ing គឺស្រៈ ing គេសរសេរ ing ណាបងប្អូនអាហ្នឹងស្រៈ ing អញ្ចឹងដល់ពេលមីងមកពីអីម៉ e អឹងមីងសឹងមីងឃើញទេសំឡេងទី2អានថាមីងជឺប្រែថាឈ្មោះបាទអញ្ចឹងមេរៀននេះខ្ញុំបង្ហាញបងប្អូនអំពីការសម្រាយអំពីស្រៈផ្សំ e បូកជាមួយនឹងស្រៈផ្សេងហ្នឹងតើវាទៅជាអីផ្សេងហ្នឹងទៅជាស្រៈអីស្រៈអ្វីអញ្ចឹងណាបងប្អូនបាទអញ្ចឹងមេរៀននេះគឺមានតែប៉ុណ្្នឹងទេបងប្អូនបងប្អូនបើសិនជាបងប្អូនស្រឡាញ់ចូលចិត្តឬក៏មានប្រយោជន៍សូមបងប្អូនជួយចុច like ចុច subscribe និងចុចសញ្ញារូបកណ្ដឹងម្នាក់មួយផងបងប្អូនដើម្បីទទួលបានមេរៀនថ្មីជារៀងរាល់ថ្ងៃបាទហើយជាពិសេសបងប្អូនជួយចុច share ម្នាក់មួយផងដើម្បីឲ្យបងប្អូនយើងផ្សេងទៀតគាត់បានឃើញបានរៀនជាមួយគ្នាបងប្អូនបាទ
ដោយសារតែខ្ញុំចែករំលែកមេរៀនភាសាចិនទាំងអស់នេះគឺមិនគិតប្រាក់ទេបងប្អូនបាទហើយថ្ងៃនេះខ្ញុំលើកបង្ហាញអំពីស្រៈផ្សំដែលចេញមកពី e បងប្អូនតែនៅស្រៈ u ផ្សំនឹងស្រៈផ្សេងទៀតហើយនឹង u សំឡេងធំផ្សំនឹងស្រៈផ្សេងទៀតគឺយើងនឹងជួបគ្នានៅមេរៀនក្រោយវីដេអូក្រោយណាបងប្អូនបាទដូច្នេះបងប្អូនចង់ចេះចង់ដឹងឲ្យច្បាស់បងប្អូនមើលវីដេអូពីវីដេអូទី1រហូតឡើងមកបងប្អូនតាមលំដាប់លំដោយបងប្អូនបើមិនទាន់ចេះទេបងប្អូនមើលតាមលំដាប់លំដោយកុំរំលងមេរៀនណាបងប្អូនបើរំលងគឺបងប្អូនរៀនអត់ទាន់គេទេបាទព្រោះភាសាចិនដូចយើងរៀនខ្មែរអញ្ចឹងពីថ្នាក់ទី1ដល់ថ្នាក់ទី12ឡើងពីមួយជាន់ទៅមួយជាន់ថ្នាក់ទី1ទី2ទី3ទី4ឡើងទៅដូចគ្នាឯភាសាចិននេះខ្ញុំបង្រៀនខ្ញុំបង្ហាញនេះគឺដូចគ្នាបងប្អូនចាប់ពីមេរៀនវីដេអូទី1ឡើងមករហូតតមកគឺយើងរៀនថ្នាក់មូលដ្ឋានគ្រឹះចប់មូលដ្ឋានគ្រឹះយើងនឹងចូលថ្នាក់សន្ទនាបងប្អូនបាទអញ្ចឹងមេរៀននេះរៀងវែងបន្តិចបងប្អូនដោយសារតែខ្ញុំសម្រាយឲ្យលំអិតបន្តិចអញ្ចឹងណាបងប្អូនបាទអរគុណច្រើនបងប្អូនអញ្ចឹងជម្រាបលាចាំជួបគ្នានៅមេរៀនក្រោយទៀតបងប្អូនបាទអរគុណ